អាណិតបេតាជួយแชร์បាទមុននឹងខ្ញុំជាប់គុកឬក៏ចូលគុកបាទគឺខ្ញុំបានឃើញវីដេអូរបស់ខ្ញុំដែលបងប្រុសរបស់ខ្ញុំគឺបងប្រុសផៃវណ្ណៈបាទដែលជាអ្នកនៅស្រុកភូមិជាមួយគ្នាខេត្តជាមួយគ្នាបាទគាត់បានលើកយកវីដេអូរបស់ខ្ញុំបាទហើយបានសរសេរcaptionថាខ្ញុំធ្វើវីដេអូនេះរៀងលើសហើយរៀងមើលងាយដល់មន្ត្រីក៏ដូចជាអុកញ៉ាបាទជាសាធារណៈហើយបងប្អូនមានបានឃើញវីដេអូរបស់ខ្ញុំឯនៅបាទខ្ញុំរិះគន់តែពួកអាមន្ត្រីដែលពុកអាលួយបាទហើយនឹងអាអុកញ៉ាដែលបោកនឹងអុកញ៉ាខ្ចលណាដែលវាជាប់គុកខ្លះហើយអ្នកដែលមិនទាន់ជាប់គុកហើយនឹងត្រៀមជាប់គុកហើយខ្ញុំនិយាយនេះគឺគ្មានបំណងរិះគន់ជាសាធារណៈទេមន្ត្រីល្អល្អខ្ញុំគោរពខ្ញុំស្រឡាញ់ណាខ្ញុំលើកទូលតែអាមន្ត្រីដែលពុកអាលួយដែលរដ្ឋាភិបាលមិនពេញចិត្តមិនត្រូវការបុគ្គលនោះបានខ្ញុំមកជួយដាស់តឿនពួកអានោះយល់ទេកុំអោយហាត់កុំអោយវាហត់មាត់ហត់អីដល់ថ្នាក់ដឹកនាំរបស់យើងដែលគាត់និយាយញយខ្លាំងណាស់សំបីតែអាដាមអភិសន្តិបណ្ឌិតសសុខាក៏លោកធ្លាប់លោកមានប្រសាសន៍ដដែលណាទៅដល់មន្ត្រីទាំងអស់សូមឲ្យមន្ត្រីទាំងអស់នោះចេះគោរពប្រជាពលរដ្ឋណាកុំជិះជាន់ប្រជាពលរដ្ឋណាមន្ត្រីបំរើរាជហើយខ្ញុំនិយាយនេះគឺក្នុងនាមមន្ត្រីខលខូចមន្ត្រីល្អល្អគឺខ្ញុំអត់មានទៅប៉ះពាល់ទេណាសូមបងមើលវីដេអូរបស់បងប្អូនម្ដងទៀតណាបាទរួមជាមួយនឹងអុកញ៉ាមួយចំនួនចូលមកខាប់សិនដែរណាហើយមិនចង់ឲ្យខ្ញុំនឹងជាប់គុកសบายចិត្តណាមែនណាបើខ្ញុំធ្វើខុសបើខ្ញុំបំផ្លាញប្រទេសជាតិឬក៏ញុះញង់ឲ្យប្រជាពលរដ្ឋស្អប់ថ្នាក់ដឹកនាំស្អប់ប្រទេសជាតិស្អប់ឬអើងខ្មែរដូចគ្នាអានឹងទៅខ្ញុំវាសមនឹងចូលគុកគ្រាន់តែខ្ញុំរិះគន់ពួកមន្ត្រីពុកអាលួយមួយចំនួនហើយនឹងអុកញ៉ាបោកអុកញ៉ាខ្ចលមួយចំនួនបែរជាអស់លោកបងប្អូនយើងចង់ឲ្យខ្ញុំចូលគុកសบายចិត្តណាស់មែនហ៎សบายចិត្តមែនទេតែចង់ឲ្យខ្ញុំចូលគុកហ្នឹងខ្ញុំគ្មានអីត្រូវស្ដាយទេបាទតែខ្ញុំសូមនិយាយថាខ្ញុំបានបំរើដោយទឹកចិត្តបេះដូងបទចម្រៀងរបស់ប្រទេសជាតិណាឬក៏ថ្នាក់ដឹកនាំខ្ញុំបានច្រៀងរហូតដល់ជិត50បទអស់លោកបើកភ្នែកមើលផងណាអស់លោកបើកភ្នែកមើលខ្ញុំថាខ្ញុំច្រៀងបទចម្រៀងទាំងអស់នោះដើម្បីអីដាស់តឿនដល់មហាជនបងប្អូនប្រជាពលរដ្ឋក៏ដូចជាកុលបុត្រកុលធីតាតំពាំងក្នុងរស័យចំនួនក្រោយឲ្យគាត់ដឹងថាតើប្រទេសជាតិនេះរីកចម្រើនដល់ប៉ុណ្ណាហើយដឹកនាំដោយសម្ដេចដេជោណាសម្ដេចពុករួមជាមួយនឹងថ្នាក់ដឹកនាំកម្ពុជារបស់យើងជាពិសេសគឺសម្ដេចធិបតីសពថ្ងៃនេះសួរថាបទចម្រៀងខ្ញុំ50-60បទអស់លោកឯងខ្វាក់ភ្នែកអត់មើលទេអីអស់លោកឯងអត់មានមើលទេហ៎លោកឯងមើលវាយនាយកណ្ដុល DJ កណ្ដុលមើលវាធ្វើអីខ្លះហ៎ខ្ញុំញ័រដៃណាហេតុអីមិនចង់ឲ្យខ្ញុំជាប់គុកណាលោកឯងមើលណាខ្ញុំសរសេរនេះលើដៃរបស់ខ្ញុំជ័យយកគណៈបកប្រជាជនកម្ពុជាហ៎ណាហើយខាងនេះខាងស្ដាប់ដៃរបស់ខ្ញុំសម្ដេចហ៊ុនសែនអស់លោកឯងមានបើកភ្នែកមើលទេថាខ្ញុំស្រឡាញ់គាត់យ៉ាងម៉េចខ្ញុំស្រឡាញ់ប្រទេសជាតិខ្ញុំយ៉ាងម៉េចណាហេតុអីបានអស់លោកឯងទាំងអស់គ្នាដែលមានខួរក្បាលជើងជ្រះដែររៀនបានជើងជ្រះដែរមើលងាយយំហ៎ណាសំបងផេងវណ្ណៈមើលប្អូនឲ្យច្បាស់ណាខ្ញុំអត់មានខ្លាចបងឯងមិនតិចទេណាខ្ញុំនិយាយឲ្យហើយអ្នកសុខភូមិមួយគ្នាទេបើបងវាយខ្ញុំរិះគន់ខ្ញុំណែនាំខ្ញុំតេមកខ្ញុំនិយាយត្រឹមត្រូវទៅមិនមែនមកខ្ញុំទៅវាយស្អីគេមន្ត្រីសាធារណៈមិនបងឯងមើលខ្ញុំវាយកន្លែងណាបើខ្ញុំតាមណែបើពុកមន្ត្រីទាំងអស់ទូទាំងប្រទេសសិតតែពុកអលួយបានខ្ញុំបានជាកំហុសរបស់ខ្ញុំតែនេះវាមិនជាកំហុសរបស់ខ្ញុំទេខ្ញុំនិយាយពីពុកអលួយពេលនេះបានខ្ញុំដឹងថាមន្ត្រីរបស់យើងពុកអលួយច្រើនខ្ញុំហ៊ាននិយាយចឹងបាទសំបី
បងប្រុសខ្ញុំដែលខ្ញុំធ្លាប់ស្គាល់សុទ្ធតែសាស្ត្រាចារ្យក៏ថាខ្ញុំភ្លាវដែរណាថាខ្ញុំនេះនិយាយរិះគន់សិតតែពួកខ្ញុំនិយាយពួកតែពួកអមន្ត្រីពួកអលួយណាហើយខ្ញុំសូមអរគុណដល់លោកតាន់កំស៊ូដែលចូលខមមិនអរគុណបងប្រុសក៏មានមនុស្សដែលល្អដែលគ្រប់គ្រងខ្ញុំដែរណាខ្ញុំហ៊ាននិយាយនេះខ្ញុំហ៊ានដើរចូលគុកខ្ញុំមិនបានរិះគន់រដ្ឋាភិបាលខ្ញុំមិនបានរិះគន់មន្ត្រីល្អទេខ្ញុំរិះគន់អាមន្ត្រីពុកអលួយហើយនឹងអាអុកញ៉ាបោកអុកញ៉ាខ្យល់អស់លោកឯងមានបានភ្នែកឃើញទេហេតុអីបានចង់ប៉ណ្ណឹងខ្ញុំចូលគុកអាខ្លះចូលក៏មិនឲ្យខ្ញុំទៅស៊ីបាយក្រហមខ្ញុំពេញចិត្តទៅស៊ីបាយក្រហមអស់លោកបាយក្រហមមិនបាយថោកទេណាកន្លែងគេទៅអប់រំទេដូច្នេះវីដេអូនេះខ្ញុំសូមចេញក្តៅជូនបងប្អូនយើងហើយជួយ share ប្អូនជួយ share ក្មួយខ្ញុំមិនត្រូវការអ្នកក្រៅប្រទេសណាដែលយកវីដេអូខ្ញុំទៅកាត់ឲ្យបំផ្លាញនៅទឹកចិត្តរបស់ខ្ញុំទេខ្ញុំសូមនិយាយម្ដងទៀតបងប្អូនមើលណាជ័យយកគណៈបព្វជិជនបងប្អូនមើលណាមើលប្រវត្តិ DJ កដោច្បាស់ហ៎មុននឹងចោតប្រកាន់មុននឹងលៀបពណ៌មុននឹងបំផ្លាញជីវិតរបស់ខ្ញុំមិនត្រូវការអស់លោកឯងមកលើកខ្ញុំទេតែខ្ញុំចង់ដាស់តឿនកុំឲ្យរដ្ឋាភិបាលរបស់យើងឈឺក្បាលដល់ពួកអាមន្ត្រីពុកអលួយហ្នឹងអាក្រមតុកសំបីតែអ្នកម្ដាយហ៊ុនសេណាតក៏ធ្លាប់និយាយត្រាវដែរគាត់ធ្លាប់ឃើញគាត់ធ្លាប់ជួបហើយរឿងប៉ុណ្ណឹងហេតុអីបានត្រូវប្តឹងខ្ញុំដាក់គុកណាឥឡូវអស់លោកពិចារណាមើលវីដេអូរបស់ខ្ញុំម្ដងទៀតមើលដែលបងផៃម្នាក់ share យកវីដេអូខ្ញុំទៅនិយាយនេះតែខ្ញុំខុសកន្លែងណាបងខ្ញុំនិយាយតែមន្ត្រីពុកអលួយឯងខ្ញុំសុំនិយាយភាសាមួយម៉ាត់ថាអ្នកណាដែលកាន់ជើងមន្ត្រីពុកអលួយនិងអុកញ៉ាបោកអុកញ៉ាខ្យល់អ្នកនឹងហើយដែលពុកអលួយបាទថ្នាក់ដឹកនាំរបស់យើងមើលឃើញហើយអាមន្ត្រីដែលធ្វើអញ្ចឹងហើយអ្នកដែលកាន់ជើងណាពួកអានឹងហើយតែពួកអាពុកអលួយហ្នឹងពួកអាបំផ្លាញជាតិហ្នឹងមិនបាច់ចាំអីទេពួកអានឹងហើយបាទសុំសម្ដេចពុកជួយកូនសុំសម្ដេចធិបតីជួយកូនណាហើយមើលនៅក្នុង comment បើគេ comment ច្រើនឲ្យខ្ញុំចូលគុកខ្ញុំចូលតែបើគេ comment ខ្ញុំគ្រប់គ្រងខ្ញុំសុំសម្ដេចពុកសម្ដេចធិបតីក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ជាពិសេសខ្ញុំជឿជាក់ទៅលើយុទ្ធធម៌របស់ប្រទេសជាតិប្រទេសខ្មែរបាទជាពិសេសនោះគឺឯអាដាមបងអភិសន្តិបណ្ឌិតសសខាលោកនឹងមើលវីដេអូរបស់ប្អូនតើប្អូននេះនិយាយខុសកន្លែងណាប្អូនគោរពស្រឡាញ់ថ្នាក់ដឹកនាំយកមកទូលលើក្បាលហេតុអីបានជាអាមន្ត្រីថោកទៀតខ្លះវាយកខ្ញុំមកលៀបពណ៌បាទកន្លែងណាដែលខ្ញុំចោទថាមន្ត្រីពួកមន្ត្រីទាំងអស់គឺមានន័យថាទូទាំងប្រទេសកម្ពុជាតែខ្ញុំនិយាយថាពួកមន្ត្រីពុករលួយនឹងអាអុកញ៉ាបោកអុកញ៉ាខ្យល់សុំបញ្ឈប់ទៅមានលុយប៉ុណ្ណឹងហើយឈប់ទៅបាទកុំបំផ្លាញប្រទេសជាតិកុំបំផ្លាញថ្នាក់ដឹកនាំកតញ្ញុគេឈ្មោះថ្នាក់ដឹកនាំគេមើលងាយថ្នាក់ដឹកនាំច្រើនណាស់ដោយសារតែពពុះអ្នកឯងហ្នឹងបាទសូមអរគុណបាទ